ចាក់ស្ដែងរបស់ខ្ញុំត្មង1គីឡូបាទ6000ជាងដែរមួយហាត់តាចន្លោះពី1តោនកន្លះទៅ2តោនជាលុយក្នុងមួយហាច់តាបាន2000ជាង2000ជាងដែរអញ្ចឹងបើ10ហាត់អូច្រើនណាស់ហ្មងទងថា20000អាហ្នឹងបងឈ្មោះអីគេដែរខ្ញុំបាទឈ្មោះលួនវ៉ានីដាំឈូកនេះប្រហែលឆ្នាំហើយបងដាំយូរដែរចាប់ដល់4-5ឆ្នាំជាង5ឆ្នាំនៅទីនេះបងដាំប្រហែលហាត់ដែរឈូកបងនៅខ្សែហ្នឹងខ្ញុំដាំ10ហាត់ជាងដែរបងមួយឆ្នាំយើងធ្វើបានប្រហែលរដូវដែរដំណាំឈូកនេះមួយឆ្នាំខ្ញុំធ្វើបាន2រដូវដើមឆ្នាំចុងឆ្នាំដាំឈូកមានផលវិបាកអត់ទេបងឬមួយក៏យ៉ាងមិនដែរផលប៉ះពាល់វាតិចតួចដែរវាជួបជំងឺតិចតួចភាគច្រើនជំងឺអីគេដែរប្រចាំនៅលើឈូកហ្នឹងគឺជំងឺក្រាគូតកក្រាគូតកបាទហ្នឹងឈ្មោះចឹងហ្មងបាទក្រាគូតកក្រាគូតកក្រាកតោងក្រាអីហ្នឹងយើងប្រើថ្នាំទុកវាតិចតួចអញ្ចឹងទៅតន្តភាពការអត់ប្របាកអត់អីទេបាទដាំឈូកត្រូវការទឹកច្រើនទេបងព្រោះយើងនៅហាដំណាំឈូកនេះវាភាគច្រើនដុះនៅក្នុងទឹកអញ្ចឹងប៉ុន្តែដល់ពេលយើងដាំប្រើបច្ចេកទេសដាំខុសពីការដុះទៅខ្លួនឯងវាយ៉ាងមិនដែរដូចជាមិនត្រូវការច្រើនប្រហែលទេប៉ុន្តែគេអត់ឲ្យដាច់ទឹកដែរមកសមល្មមក្រោមជង្គង់លើជង្គង់តិចតួចក៏អត់អីដែរលើតិចតួចក៏អត់អីដែរប៉ុន្តែក៏មកគោកហានិភ័យដែរព្រោះពីក្តៅដីឆ្នាំនេះអាចថាធ្វើឲ្យ1គីឡូបានប្រហែលដែរជាក់ស្ដែងរបស់ខ្ញុំត្មង1គីឡូបាទ6000ជាងដែរមកហាត់តាបងប្រមូលផលបានប្រហែលគីឡូមួយហាត់តាចន្លោះពី1តោនកន្លះទៅ2តោនអញ្ចឹងបើយើងគិតជាលុយក្នុងមួយហាត់តាបាន2000ជាងដែរអញ្ចឹងបើ10ហាត់អូច្រើនណាស់ណាហ្មងអាចខ្ទង់ថា20000អាហ្នឹងយើងគិតថាតម្លៃ6000ទេត្រូវទេបើគិតថាតម្លៃទីផ្សារលើហ្នឹងទេបានរត់តែច្រើនជាងហ្នឹងទៀតបាទល្អប្រសើរតិចអូច្រើនមែនតើដំណាំឈូកនេះខ្ញុំគិតថាជាដំណាំមួយដែលល្អមែនតើឃើញថាដំណាំឈូកនេះបងថាមានជំងឺដែរពេលដែលវាមានជំងឺបងធ្វើម៉េចដើម្បីធ្វើការទប់ស្កាត់នៅជំងឺទាំងអស់ហ្នឹងដោយការប្រើប្រាស់ថ្នាំឬមួយក៏បាញ់យ៉ាងណាដែរពេលធ្វើដំណាំឈូកភាគរយច្រើនតែគេដឹងថាទប់ស្កាត់កន្លែងហ្នឹងដឹងតែកើតយូរនោះមកតែដាំគឺដឹងតែកើតហើយគាត់តិចហើយច្រើនតិចហើយនឹងច្រើនទប់ជាប់ឡាជាបាលឿនបើយើងទុកពេលវេលាយូររៀងថយពេលបន្តិចពេលដែលបងបាញ់ហ្នឹងប្រើអីបាញ់ដ្រូនឬមួយក៏ប្រើដៃប្រើដ្រូនណាពីមុននៅនេះគេបាញ់មហាត់ប្រហែលដែរបងនៅនេះមហាត់40000មហាត់40000 35000 40000អូថ្លៃបានថ្លៃគូសំខ្ញុំជាម្ចាស់ដ្រូនអញ្ចឹងខ្ញុំយកមហាត់គេ40000មួយដែលចាស់ខ្ញុំយក35000អូបាទបងបាទឃើញថាបងអ្នកបតពិសោធន៍ខាងឈូកស្រាប់អញ្ចឹងយកឃើញយ៉ាងណាដែរពីមុនបាញ់ដោយដៃដល់ពេលឥឡូវមានដ្រូនមានអីបាញ់អញ្ចឹងតាំងពីធ្លាប់ប្រើដៃមកដល់ប្រើដ្រូនខ្ញុំជឿជាក់ថាដ្រូនបាញ់ទៅសន្តិភាពខ្លាំងជាងដៃឆ្ងាយពីព្រោះលាយទឹកថ្នាំក្រាស់បាញ់សពបានល្អបាទក្រិតល្អហើយការងារក៏លះវាតន្តភាពការថ្នាំអីយើងអត់ទៅខ្ជះខ្ជាយដូចយើងប្រើមនុស្សវាអត់ភូតផលយើងទេនិយាយទៅគឺវាអត់ភូតផលតែហ្មងទៅធ្វើការដឹងដល់គ្រប់100%បាទវាមកកន្លែងវាអត់មានបាត់លិតបាត់អីណាការប្រើបាញ់ដោយដៃហើយនឹងប្រភេទជាមួយនឹងដ្រូនវាចំណេញយ៉ាងណាដែរបងសម្រាប់ការប្រើដ្រូនប្រើចំណេញច្រើនអាចរៀបរាប់បានអីចំណេញអីខ្លះក្រៅពីពេលវេលាចំណេញទី1ពេលវេលាហ្នឹងបាទឆក់ឱកាសមួយផ្លែតឬមួយក៏1ម៉ោង2ម៉ោង4-10ហាត់យើងបាញ់បានបើមនុស្សថា4-10ហាត់ចំណាយពេលមួយថ្ងៃជាមួយពួកគាត់បាទរាល់គ្នាច្រើនណាស់ហ្នឹងហើយចំពោះថ្នាំវិញផលដំណាំឬមួយក៏យើងនិយាយថាឈូកនេះក្នុងមួយហិកតាប្រើទឹកប្រហែលលីត្រដែរក្នុងការបាញ់ទៅមកតាជោគចំពោះដ្រូនបើប្រើដ្រូនក្នុងមួយហិកតាស្ទើរ20លីត្រជាងតាមតម្រូវការទេជន់ដែរអូមួយជើង20លីត្របើយើងគិតថា20លីត្រធី100របស់បងដាក់តាមួយជើងហ្នឹងសឹងថាជើងហើយបាត់ហើយ10ហាត់នេះហើយនៅនេះបងធ្វើតែឈូកសុទ្ធទេឬមួយក៏ធ្វើស្រូវដែរធ្វើស្រូវដែរព្រោះដីយើងច្រើនអញ្ចឹងយើងគិតថាអានេះបន្តិចអានោះបន្តិចទៅកុំឲ្យថាអានោះខកឡើងតម្លៃកុំឲ្យថាយើងអត់មានអានេះអញ្ចឹងយើងគូផ្សំគ្នាទៅបាទអត់ចោលទេម្នាក់4-10ហាត់មួយមុខ4-10ហាត់មុខ4-10ហាត់អញ្ចឹងទៅបាទគ្រាន់តែដំណាំឈូកខ្ញុំអត់ដែរចោលទេអូខេឆ្នាំតិចច្រើនក៏អត់ដែរចោលបាទអរគុណច្រើនមកអញ្ចឹងថ្ងៃនេះក្នុងការរកសប្បាយបាទនាំចូលនិងចែកចាយដោយក្រុមហ៊ុន PLC Profit Linker Cambodia